បាទសួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវខ្ញុំមកបង្ហាញអំពីរបៀបប្រើប្រាស់ជាមួយនឹង Hotmail ឬក៏ Outlook បាទអញ្ចឹង Hotmail Outlook នេះវាជាប្រភេទ trusted mail ដែលយើងអាចយកវាយកមកប្រើ Gmail ផ្ទាល់ខ្លួនបានវាមិនមែនជាប្រភេទ mail OTP សម្រាប់ verify code តែម្ដងទេ trusted mail ហ្នឹងមានន័យថាគឺយើងយកមកប្រើហ្នឹងយើងអាចយក code បានគ្រប់ពេលអញ្ចឹងយើងអាចយកវាធ្វើជា primary បានដូចយ៉ាងដេក Soho របស់យើងអញ្ចឹងនៅពេលដែល Facebook ត្រូវការទារ code 8ខ្ទង់ឬក៏6ខ្ទង់អញ្ចឹងគឺយើងអាចយកបានគ្រប់ពេលបាទអញ្ចឹងទីទៀតខ្ញុំនឹងបង្ហាញជូនអញ្ចឹងក្នុងការប្រើប្រាស់ជាមួយ Hotmail ឬក៏ Outlook ហ្នឹងគឺយើងអាចប្រើបានជាមួយនឹង verify nobody ក៏បានឬក៏យើង add new mail ចូល account ដែលយើង verify រួចស្រាប់ហើយហ្នឹងក៏បានដែរសម្រាប់អ្នកដែលមាន mail យ៉ាងដេកឬក៏ Soho តិចពេកអីហ្នឹងគឺបងប្អូនអាចយក Hotmail ហ្នឹងជំនួសធ្វើជា primary mail បានជំនួសយ៉ាងដេក Soho ហ្នឹងបានបាទអ្នកខ្លះគាត់មាន mail តិចពេក verify ច្រើន account អញ្ចឹងទៅវាអាចធ្វើ spam ដែរអញ្ចឹងណាអញ្ចឹងយកជំរឿនល្អអ្នកនរគ្នាអាចយក Hotmail នេះធ្វើជា primary បានបាទអញ្ចឹងយើងចូលកន្លែង add new mail នេះមកអ្នកនរគ្នានឹងឃើញ option ហើយ option ថាយើងចង់ add new mail ហ្នឹងជាមួយយ៉ាងដេក Soho អ្នកនរគ្នាយកកន្លែងហ្នឹងមកហើយយើងពេញយ៉ាងដេក Soho ដូចដែលខ្ញុំបង្ហាញវីដេអូមុនកន្លងមកអញ្ចឹងមកបាទហើយបើយើងចង់ add mail ជាមួយនឹង Hotmail Outlook អ្នកនរគ្នាយកកន្លែងនេះអញ្ចឹងអ្នកនរគ្នាឃើញលេខ0នេះបានន័យថាយើងអត់តមាន Hotmail ឬក៏ Outlook ដើម្បី add ចូល account យើងនៅឡើយទេអញ្ចឹងគឺយើងត្រូវការចូលទៅទិញសិនបាទអញ្ចឹងយើងចុច save មកចូលទៅក្នុង setting បាទអញ្ចឹងអ្នកនរគ្នាមកកន្លែង API key email នេះមក website ឥឡូវនេះទឹកមានមួយនៅឡើយទេគឺ YSX shop យើង select website ហ្នឹងមកហើយយើងមើលកន្លែង product អញ្ចឹងក្នុង product នៅក្នុង YSX shop ហ្នឹងយើងមាន3ទី1គឺ Gmail OTP ដែលអ្នកនរគ្នាប្រើពីមុនកន្លងមកហ្នឹងអាហ្នឹងគឺសម្រាប់ OTP verify code ម្ដងឬក៏ក្នុងរយៈពេលខ្លីទេបើសិនជាអត់ទទួលបាន code ខាង website នឹង refund ឲ្យយើងលុយវិញមិន refund ទេចង់ន័យថាបើសិនជាអត់ទទួលបាន code ទេគឺគាត់អត់មានកាត់លុយយើងទេ Gmail OTP ហ្នឹងណាតែសម្រាប់ Hotmail Trusted ហើយនឹង Outlook នេះខុសពី Gmail ដោយសារអានេះវាជាប្រភេទ Trusted Mail គឺយើងអាចយកប្រើផ្ទាល់ខ្លួនបានគឺយើងអាចយក code បានគ្រប់ពេលហើយក៏យើងអាចយក email password ហ្នឹងយកទៅ login លើ website ដើម្បីគ្រប់គ្រងខ្លួនឯងបានដែរអញ្ចឹងអានេះអត់មានត្រូវ refund វិញទេបើអ្នកនរគ្នាទិញហើយគឺទិញហើយអញ្ចឹងណាគឺយើងអាចយកមកប្រើបានបាទអញ្ចឹងក្នុងការ select ហ្នឹងវាមាន Hotmail Trusted ហើយនឹង Outlook អ្នកនរគ្នាចង់ទិញ Hotmail select Hotmail មកចង់ទិញ Outlook select Outlook អញ្ចឹងក្នុងនេះខ្ញុំដាក់ available stock នៅលើ website ដែរអញ្ចឹងនៅក្នុង website ហ្នឹងគឺឥឡូវនេះ Hotmail គឺមាន 7,900 mail អញ្ចឹងអ្នកនរគ្នាទិញមកមើលតាមហ្នឹងទៅដល់ពេលដែលចិត្ត off stock អីយើងអាចមើលតាមហ្នឹងបានអញ្ចឹងណាបាទបើ Outlook មាន stock ផ្សេង Outlook គឺ 5k បាទយើងមើលតាមហ្នឹងមកបាទអញ្ចឹងឥឡូវយើងទិញមួយមកឧទាហរណ៍ថាខ្ញុំទិញយក Hotmail បាទឥឡូវយើង click my hot នេះអត់ទាន់មាន mail ទេបាទអញ្ចឹងយើងតែចុចអាកន្លែង test by នេះមកអ្នកនរគ្នា select Hotmail test by គឺវាទិញ Hotmail select Gmail test by វាទិញ Gmail អញ្ចឹងណាបាទអញ្ចឹងខ្ញុំយក Hotmail ចុច test by បាទឥឡូវយើងចង់ទិញចំនួនប៉ុន្មានឧទាហរណ៍ថាខ្ញុំចង់ទិញ10អញ្ចឹងខ្ញុំចុចវាយចំនួន10អញ្ចឹងមកចុច buy មកបាទឥឡូវចំនួន10 Hotmail ខ្ញុំបានទិញរួចហើយគឺយើង total ចំណាយសរុបគឺ 0.21 សេនបាទហ្នឹងគឺ total សរុបហើយយើងចុច OK មកបាទឥឡូវយើងចូលមកកន្លែង My Hotmail បាទនេះ10ដែលយើងទិញបានបាទអញ្ចឹងយើងបានទិញ mail រួចហើយយើងចូលទៅកន្លែង home មកយើងចូលកន្លែង add new mail បាទឥឡូវយើងមាន available 10បាទអញ្ចឹងក្នុងការ add new mail flow ដូចវីដេអូដែលខ្ញុំបង្ហាញមុនអញ្ចឹងបាទទី1គឺយើង add mail ហ្នឹងតាមរយៈ account center ហ្នឹងគឺយើងចូលតាម setting add មួយអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលគាត់ recovery នៅលើ tool ខ្ញុំហើយគាត់ verify បាន account រស់នៅលើ tool ខ្ញុំហ្នឹងគឺគាត់អាចប្រើ option នេះបានដោយសារតែ account ហ្នឹងគឺអត់បាន login device ថ្មីទេគឺលើ device ចាស់ regular device ចាស់ប្រើលើ device ចាស់គឺយើងអាចប្រើ option នេះបានតែបើសម្រាប់ account បងប្អូនដែល import ពីក្រៅមក login device ថ្មីគឺច្បាស់ជាយក option នេះគឺច្បាស់ជា add អត់ចូលទេអញ្ចឹងអ្នកនរគ្នាត្រូវ add new mail តាម flow tool នេះអានេះគឺដឹងតែចូលមកមិនថា account ប្រភេទមិនទេគឺដឹងតែ add ចូលបាទអញ្ចឹង option ដូចតែវីដេអូមុនអញ្ចឹងក៏ថាលើកនេះយើង add ជាមួយ Hotmail បាទអញ្ចឹងសម្រាប់ setting Hotmail Outlook នេះវាមាន setting មួយទៀតគឺ verify pending all mail first នេះបានន័យថាឧទាហរណ៍ថាយើង verify account ហ្នឹងយើង add mail ចូលរួចហើយស្រាប់តែវាមានករណី fail ណាមួយ get code អត់បាន verify code អញ្ចឹង mail ហ្នឹងវាច្បាស់ជា pending នៅក្នុង account យើងហើយអញ្ចឹងបើសិនជាវា pending tool នឹងចាប់ថា account ហ្នឹងចាប់ code អត់បានឬក៏មានបញ្ហាអីមួយក៏តែវា save ចូលនៅក្នុង cloud យើងរួចអា cloud data យើងហ្នឹងពេលវា save ចូលរួចអ្នកនរគ្នាអាចយក check កន្លែងហ្នឹងទៅគឺវាចូលទៅ check សិនថា mail ហ្នឹងមាននៅក្នុង cloud ហ្នឹងវាត្រូវអត់វាត្រូវជាមួយនឹងអា mail ដែល pending ដែលយើងត្រូវ verify ហ្នឹងអត់បើសិនជាវាមាន pending នៅហ្នឹងហើយ mail ដែលត្រឹមត្រូវអស់ហើយវានឹង verify ជាមួយនឹងemail ចាស់ដែលយើង pending ជាប់នៅក្នុង account ហ្នឹងហ្មងតែបើ check អស់ហើយ pending mail ដែលយើងដាក់ក្នុង cloud ហ្នឹងអត់ត្រូវគ្នាទេគឺវានឹងយក mail ថ្មីទៅ verify automatic ហ្មងបាទអញ្ចឹងឥឡូវទី1ខ្ញុំយក verify តាម account center សិនមកឧទាហរណ៍ឲ្យអ្នកនរគ្នាមើលដោយសារ account នេះ storage នៅលើ tool SD ហើយមាន file backup ជា device ទី1ហ្មងអញ្ចឹងខ្ញុំអាចយក option ហ្នឹងបានបាទឥឡូវខ្ញុំ add new mail បាទអញ្ចឹង verify nobody វាអត់មានអីខុសគ្នាទេដូចតែមុនអញ្ចឹង available stock គ្រាន់តែអ្នកនរគ្នា check យក verify nobody ជាមួយ Hotmail Outlook មកverify pending ដូចគ្នាដូចដែលខ្ញុំបញ្យល់មិញអញ្ចឹងណាវាឧទាហរណ៍ថា verify ទៅ fail ជាប់ pending ហ្នឹងវា verify email ដែល pending ហ្នឹងបាទអញ្ចឹងអាហ្នឹងអ្នកនរគ្នាអាចយល់ទេអញ្ចឹងខ្ញុំនឹងឧទាហរណ៍ add new mail ចូលដោយសារ account នេះខ្ញុំរស់ស្រាប់ហើយ
បាទអញ្ចឹងយើងអាច search មកយើង search ឥឡូវខ្ញុំ search filter យកតែ account ណាដែលមាន Gmail បានន័យថាជា account ដែលខ្ញុំអត់ទាន់បាន add យ៉ាង Dixoho ចូលធ្វើជា primary mail អញ្ចឹងខ្ញុំអាចយក Hotmail ហើយនឹង Outlook ហ្នឹងធ្វើជា primary បានឥឡូវខ្ញុំ filter យកតែ gmail.com មកអញ្ចឹងអ្នកនរគ្នាចង់ search យកប្រភេទយ៉ាង Dixoho វានឹងចេញយ៉ាង Dixoho វា search តែកន្លែង mail របស់អ្នកនរគ្នាដាក់ញ៉ា add អញ្ចឹងណាបាទបើ UID យើង copy UID ដាក់ក្នុងមួយជួរអញ្ចឹងទៅគឺវានឹង filter យកតែ UID account ដែលអ្នកនរគ្នាចង់ search ឯកន្លែងហ្នឹង user ខ្លះដឹងអ្នក user ខ្លះអត់ទាន់ដឹងទេបាទអញ្ចឹងឥឡូវខ្ញុំ search filter យកតែ Gmail មកហើយយើងចុច search មកចុច enter ក៏បាននៅកន្លែងហ្នឹងបាទយើង search ហើយចុច enter ក៏បានដែរបាទអញ្ចឹង account នេះគឺជា account ដែលខ្ញុំ reg នៅហ្នឹង backup នៅហ្នឹងគឺជា device ដើមទី1អញ្ចឹងខ្ញុំអាចយក option add តាម account center បានបាទអញ្ចឹងឥឡូវឧទាហរណ៍អ្នកនរគ្នាមើលខ្ញុំយក LD ឲ្យវា add តាម account center ហើយបើសិនជាអ្នកនរគ្នាពេល add mail ចូលថ្មីហើយអ្នកនរគ្នាចង់ remove mail ក្រៅពី email ដែលយើង add ចូលថ្មីហ្នឹងអ្នកនរគ្នាចង់ remove ចេញអត់បើសិនជាអ្នកនរគ្នាចង់ remove ចេញភ្លាមៗហ្នឹងអ្នកនរគ្នាយកតែ option នេះមួយមកបានហើយអាហ្នឹងទាំង pending ទាំង phone number ទាំង Gmail ឬក៏ mail ផ្សេងណាក៏ដោយដែលជាប់នៅហ្នឹងគឺវា remove ចោលទាំងអស់វាទុកតែ mail មួយដែលយើង Outlook Hotmail ដែលយើងទៅ add ចូលហ្នឹងវាទុកតែនឹងមួយទេតែបើសិនជាអ្នកនរគ្នាចង់ remove ខ្លះទុកខ្លះដូចថាអត់តន់ចង់ remove contact ផ្សេងឯង account checkpoint ចង់ remove តែ pending យើងយកតែ pending ចឹងមកចង់តែ remove លេខទូរស័ព្ទ remove តែលេខទូរស័ព្ទចឹងមកចង់ remove តែ Gmail ទេយើង remove តែ Gmail មកចឹងគឺវានឹងចូលទៅ remove តាមហ្នឹងហើយបាទហើយសម្រាប់ account នេះដោយសារជា device ដើមទី1ដែលខ្ញុំ reg នៅហ្នឹងbackup នៅហ្នឹងអត់បាន login device ថ្មីទេអញ្ចឹងដល់ពេលដែលខ្ញុំ add ចូលភ្លាមខ្ញុំច្បាស់ជាអាច remove contact ផ្សេងៗហ្នឹងបានភ្លាមហើយតែបើសិនជា account ហ្នឹងអ្នកនរគ្នាទៅតែ login ចូលទេគឺអ្នកនរគ្នាយក remove ភ្លាមៗហ្នឹងគឺវាភាគរយវាចូល 99% ដែលវាអត់អាច remove ចេញបានអញ្ចឹងអ្នកនរគ្នាអាចទុករយៈពេលវាពី2អាទិត្យទៅ1ខែអីចឹងទៅអ្នកនរគ្នាចាំមក run លើ function ដងទៀតគឺយើងចំណាំ account ខ្លួនឯងអញ្ចឹងណា select account ហ្នឹងហើយយើងអត់ចាំបាច់ add new mail ទៀតទេយើង run មកដល់យើង select យក option ហ្នឹងយើងយកអានេះបដោយទៅគឺវានឹង remove mail ទាំងអស់ដែលក្រៅពី mail ដែលមាននៅក្នុង cloud យើងហ្នឹងគឺវា remove ចោលទាំងអស់តែបើអ្នកនរគ្នាចង់ remove option ដូចខ្ញុំបញ្យល់មុនហ្នឹងអញ្ចឹងបាទយើងអាច remove ពេលក្រោយបានអញ្ចឹងឥឡូវខ្ញុំគ្រាន់តែ add new mail ចូលសិនទេខ្ញុំអត់ត remove ទេដើម្បីឲ្យឧទាហរណ៍ឲ្យអ្នកនរគ្នាមើលបាទយើងយក option ហ្នឹងមកបាទ account center ហើយយើងចុច run មក start បាទអញ្ចឹង setting មួយទៀត account មួយទៀតខ្ញុំឲ្យវា add new mail តាម flow tool នេះបាទយកដូចគ្នាខ្ញុំអត់ឲ្យវា remove contact សិនទេបើអ្នកនរគ្នាចង់ remove យក option ហ្នឹង delete ចឹងមកអញ្ចឹងវាពេលវា add ហើយវានឹង remove auto ហើយអានេះខ្ញុំគ្រាន់ឧទាហរណ៍ឲ្យអ្នកនរគ្នាមើលទេបាទចុច start មកបាទ add តាម flow tool នេះវាចាប់កូដលឿនជាងអញ្ចឹងអ្នកនរគ្នាអាចមើលតាមនឹងបានFacebook វាផ្ញើកូដមកលឿនជាងតែ account center វាអត់ផ្ញើកូដវាផ្ញើកូដរៀងយឺតណាអញ្ចឹងលុះតែផ្ញើកូដមកបានយើងចាប់បានអញ្ចឹងអាករណីខាងលើនេះបើសិនជាវា fail ចាប់កូដហ្នឹងយើងអាចចូលទៅ verify ពេលក្រោយបានដូច option ដែលខ្ញុំបង្ហាញអញ្ចឹងណាបើសិនជាករណីវា fail ប៉ុន្តែវាព្យាយាមចាប់3ដងនេះ1ភាគ3ឥឡូវទៅលើកទី1ទេបាទអញ្ចឹង add flow tool នេះយើង add រួចទេនេះពេលយើង add រួចអញ្ចឹង hotmail របស់យើងគឺយើង save រួចហើយយើងអាចបើកមើលមកនេះអានេះជា hotmail ដែលយើង verify ចូលរួចទេអញ្ចឹងយើងអាច get code បានគ្រប់ពេលឧទាហរណ៍ថាអ្នកនរគ្នាត្រូវការ change password ធ្វើដោយដៃអញ្ចឹងយើងអាចយកកូដបានគ្រប់ពេលអញ្ចឹងយើងមកស្ដាំយើងយក get mail កូដធម្មតាដូចយ៉ាង Dixoho អញ្ចឹងណាយើងមកស្ដាំមកបាទហើយយើងចុច get mail អញ្ចឹងមកបាទអញ្ចឹងវាបង្ហាញមកនេះ mail inbox ទាំងអស់message ដែល inbox ចូលមក mail ហ្នឹងទាំងប្រហែលវាបង្ហាញមកយើងទាំងអស់អញ្ចឹងអាណាដែលមានកូដវា exist code វាបង្ហាញកូដអញ្ចឹងទៅហើយបើយើងចង់ copy code ចុច double click លើវាមកយើង copy code អាចយកប្រើការធ្វើដៃបានអញ្ចឹងអានេះខ្ញុំ recommend ឲ្យអ្នកនរគ្នាពេលយកកូដឬក៏ check mail box អីយកល្អកុំយកអា email នេះហើយនឹង password ទៅ login ទៅលើ browser អីវាអាចខូច hotmail ច្រើនអញ្ចឹងណាបើអ្នកនរគ្នាត្រូវការយកកូដគឺប្រើតាម tool គឺល្អបំផុតគឺវាអត់ងាយខូច hotmail ទេបើមិនតែហ៊ានទៅ login គឺវានឹងដាក់ឲ្យ verify recover លេខទូរស័ព្ទអីផ្សេងៗហើយអញ្ចឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រើពេល get code get អីមកស្ដាំ get code ចឹងមកគឺយើងអាចយកបានគ្រប់ពេលអានេះវាជា mail របស់យើងហើយអញ្ចឹងយើងអាចយកវាធ្វើជា primary បានបាទអញ្ចឹងអានេះបើសិនជាវាចាប់កូដអត់បានទេវា Facebook វាអត់ផ្ញើកូដឲ្យតាម account center ទេអ្នកនរគ្នាអាចយក option add តាម flow tool ចឹងមកហ្នឹងដឹងតែ add ចូលហ្មងបាទអញ្ចឹងឲ្យវាដើរឲ្យចប់សិនទៅបើសិនជាវាដើរចប់ហើយវាចាប់ថា fail get code អីគឺវានឹង save mail ហ្នឹងចូលដូចគ្នាបើយើងចុចបិទ tool អា mail ហ្នឹងបាត់ហើយអា mail ដែលយើងបានហ្នឹងណាព្រោះអីនៅក្នុងនៅក្នុង available នេះនៅក្នុង available នេះតែវាដកចេញមកហើយវាលុបចេញហើយអាហ្នឹងបានន័យថា8ហ្នឹងជា mail អត់តន់ប្រើអញ្ចឹងនៅពេលដែលយើងយកមកប្រើហ្នឹងវាដកចេញបាត់ហើយអញ្ចឹងបើសិនជាយើងបិទ tool ពាក់កណ្ដាលទីអា mail ដែលយើងយក verify លើ account ហ្នឹងគឺវាបាត់ហើយអញ្ចឹងឲ្យវាដើរឲ្យចប់អញ្ចឹងទៅហើយអាលេខ3នេះគឺជាចំនួនដងដែលយើងដាក់នៅនេះយើងឲ្យវា retry លេខ get code ហ្នឹង3ដងអញ្ចឹងបើសិនជាអ្នកនរគ្នាដាក់តែ2វាព្យាយាមយក code ហ្នឹងតែ2ដងទេបាទអញ្ចឹងបើវាយកអត់បានវា save mail ហ្នឹងចូលដូចគ្នាអញ្ចឹងយើងអាចមកស្ដាំ get code verify ដៃក៏បានដែរអាហ្នឹងបើចង់ធ្វើដៃតែបើយើងអត់ចង់ធ្វើដៃទេយក option ហ្នឹងដដែលក៏ប៉ុន្តែយក new mail អ្នកនរគ្នា check កន្លែងនេះមកវានឹងចូលទៅ verify ទៅលើ email ដែលជាប់ pending នេះអានេះគឺ pending ដោយសារវា verify កូដអត់បានអញ្ចឹងយើង check លើហ្នឹងមកវាចូលទៅ verify auto ហ្មងបាទឥឡូវនេះ fail get code ទៅនេះអញ្ចឹងពេល fail get code អញ្ចឹងអ្នកនរគ្នាអាចយកកូដដៃបានព្រោះ email ហ្នឹងវា save រួចហើយនេះ
Hotmail ហ្នឹងវាសេរួចហើយអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតក្នុងការ get code នេះ get code បានតែ Hotmail ដែលបានទិញពីក្នុង tool SD ណាតែបើសិនជា Hotmail អ្នកទាំងអស់គ្នា import ចូលមកមានត្រឹមតែ Hotmail ហើយនឹង password នេះគឺយក code អត់បានទេព្រោះអីនៅក្នុង tool វាមានកលុកកលែកវាមាន token មានអីនៅក្នុងនឹងទៀតប៉ុន្តែខ្ញុំលាក់អត់ឲ្យអ្នកទាំងអស់គ្នាឃើញនាំតែស្មុគស្មាញអញ្ចឹងណាតតែទិញក្នុងតតែទិញ Hotmail នៅក្នុង tool បានយើងអាចយក code បានអញ្ចឹងអានេះយើងអាចមកស្ដាំ get code មកថាមើលមាន code ផ្ញើមកអត់បាទយើងចុច get code ហ្នឹងមកបាទអត់មាន code ផ្ញើមកទេឃើញទេបានន័យថា Facebook វាអត់ផ្ញើឲ្យតាម account center ហ្នឹងវាអត់ផ្ញើឲ្យទេអញ្ចឹងតើអត់ផ្ញើឲ្យ tool ចាប់អត់បានទេវាយកអត់បានទេអញ្ចឹងអានេះអ្នកទាំងអស់គ្នាអាច run ម្ដងទៀត select លើវាអញ្ចឹងមកហើយយើងយកអា option នេះ verify all pending mail first នេះវានឹង verify ជាមួយ mail ចាស់សិនបាទអញ្ចឹង demo មានប៉ុណ្្នឹងឯងបើសិនជាបងប្អូនមានចំណុចផ្សេងៗអាចទាក់ទងទៅ support ធ្វើបានអរគុណ